ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាទស្សនវិជ្ជានៅខាងមុខព្រះវិហារមានដើមពោធិ៍ដើមជ្រៃដើមសាប៊ូមាសអញ្ចឹងហើយខាងនេះគឺបត់ស្រះមានដើមដូងដើមអីហ្នឹងទៅដូងនេះចិត្តផ្លែណាដូងទឿ3ឆ្នាំផ្លែហើយមើលទៅឃើញទេសភាពស្អាតក៏ថតចែកជូនបងប្អូនទស្សនាដែរមានចេកមានអីហ្នឹងទៅអានេះមានកញ្ចុះnóមានដើមដូងដើមអីហ្នឹងទៅនេះដើមជ្រៃដែរអានេះព្រះវិហារអានេះចែកដីកំពុងតែកាប់ព្រៃសម្អាតត្បូងព្រះវិហារឃើញទិដ្ឋភាពស្អាតក៏ថតដល់បងប្អូនទស្សនាដល់គ្នាដែរមើលមេឃក៏ពណ៌ស្អាតទៀតខាងនោះស្រះតាមរបងសិតដើមដូងដាំកន្លែងនេះគឺកាប់ព្រៃឆ្លាស់អស់